Hello អ្នកទាំងអស់គ្នាអញ្ចឹងយប់ហ្នឹងយើងនឹងមករៀនតនៅLinux command line របស់យើងដែលយប់ហ្នឹងយើងរៀនទៅលើ channel ទី3ដែលទៅតមួយ file archive អញ្ចឹង file archive ហ្នឹងមិន file archive ហ្នឹងគឺយើងប្រើដើម្បីអីដើម្បី compress ដោយសារតែ file ខ្លះវាមានទំហំធំឬក៏ file ខ្លះវាដាច់ដោយឡែកពីគ្នាអញ្ចឹងយើងធ្វើការ combine វាទៅជា file តែមួយអាហ្នឹងវាដូចទៅនឹងយើងប្រើ zip file អញ្ចឹងណាឧទាហរណ៍យើងប្រើនេះយើងប្រើ zip file ចេះអញ្ចឹងនៅក្នុងហ្នឹងវាមាន file ច្រើនចេះអញ្ចឹងនៅក្នុង Linux យើងរៀនតទៅពី file archive ហើយយើងត្រូវការ compress វាឲ្យទៅជា file ទូចអញ្ចឹងធ្វើការ login ចូល account របស់ខ្ញុំសិនអញ្ចឹងfile TXT នេះអញ្ចឹងយើងនឹងប្រើ command មួយមានឈ្មោះថា gzip ទៅលើ file TXT នេះដើម្បីអីដើម្បីយើងធ្វើការ compress អញ្ចឹង compress ដើម្បីធ្វើអីគេអញ្ចឹងយើងប្រើ ls ដាក់ l មកយើងឃើញ file .txt នេះវាមានទំហំ2.97 បាយអញ្ចឹងយើងប្រើ compress ដើម្បីឲ្យអា file នេះវាមាន size ទូចវាមានទំហំផ្ទុកទូចដើម្បីអាចឲ្យយើង share file បានវាមានទំហំទូចហើយវាដើរលឿនអញ្ចឹងណាឥឡូវខ្ញុំធ្វើការ compress file ហ្នឹង gzip ls ដាក់ l នេះ100ពេលដែលយើង compress ហើយយើងឃើញ file ហ្នឹងមានទំហំផ្ទុកតែ109ឯងត្រូវអត់ហើយ original file នេះវា C297 អញ្ចឹងយើងប្រើ compress ដើម្បីអីដើម្បីឲ្យ size file ហ្នឹងវាទៅជាទំហំទូចស្រួលឲ្យយើងងាយស្រួលshare file ទៅមកអញ្ចឹងវាដើរលឿនអញ្ចឹងណាចុះបើសិនជាយើងចង់ uncompress វាវិញតើយើងធ្វើម៉េចដើម្បី uncompress វាបានយើងត្រូវការប្រើ gunzip ហើយឈ្មោះ file ដែលយើង compress មិញហ្នឹងឈ្មោះ file ដែលយើង compress មិញហ្នឹងយើង ls មកយើង compress វាបានយើង uncompress បានហើយមួយទៀតឥឡូវយើងធ្វើការលុបអា file នេះចេញអស់សិនដើម្បីអាចឲ្យយើងស្រួលមើលអស់ចឹងខ្ញុំបង្កើត directory មួយdirectory មួយឈ្មោះថា backup ចុះបើសិនជាខ្ញុំចង់compress ទៅលើ backupយើងអាច compress ទៅលើ backup ហ្នឹងបានដោយសារអីដោយសារតែ backup ហ្នឹងវាជា directory ហើយអា file មិញហ្នឹងទីហោធ
import file.tat ហើយយើងធ្វើការ compress file ដោយសារតែ file នេះវាជា file អញ្ចឹងយើងអាចប្រើ gzip ដើម្បី compress វាបានចុះបើសិនជាយើងចង់ compress វាជាមួយ directory តើយើងធ្វើម៉េចដើម្បីអាចធ្វើបានយើងត្រូវការបង្កើតនៅ tab archive យើងប្រើ command នេះដើម្បីអីដើម្បីឲ្យ backup នេះវាទៅជា archive សិនអញ្ចឹង tab cvr មានថាម៉េចមានថាយើងបង្កើត archive ឈ្មោះ file របស់ archive ហ្នឹង backup.tar.gz ថាហើយ sorry ថាហើយទៅលើឈ្មោះ backup នេះយើង li មកអូខេ backup នេះយើងបាន back task អញ្ចឹងយើង compress gzip back task យើង compress បានហើយនេះអញ្ចឹងយើង compress បានហើយចុះបើសិនជាយើងចង់ពលាវាវិញយើងធ្វើម៉េចដើម្បីអាចឲ្យយើងextract វាបានអញ្ចឹងយើងប្រើថា dash xvf backup.tar.gz li មួយទៀតបើសិនជាយើងចង់ពលាចង់ extract archive ហ្នឹងយើងធ្វើម៉េចអញ្ចឹងយើង li មកបើសិនជាយើងចង់ពលា archive យើងប្រើកន្លែងនេះយើងមិនខ្វល់ឡើយយើងខ្វល់កន្លែងនេះសិនយើងប្រើថា dash x ចាំមកពីពាក្យថា extract vf file .txt gz li មាននៅដែរចឹងមានថាខុសហើយចឹងខ្ញុំធ្វើការឥឡូវខ្ញុំចេះសិនឥឡូវខ្ញុំទៅ delete backup ថានេះចេញសិនon dash or back ថា gz file.txt.gz li នៅ on dash or back gz មានន័យថាអើយចឹងបង្កើត archive សារថ្មីថា .cvr backup ថា
backup យើងចង់ពលាបន្ទាប់មកយើងចង់ពលាអាខៃនឹងវិញអញ្ចឹងយើងធ្វើម៉េចអញ្ចឹងយើងប្រើថា dash xvf backup dot ថាយើងពេលពលាមកឃើញមាននៅអាដាលថតដោយសារអីដោយសារតែមុនដំបូងយើងមាន backup នេះហើយថតដោយសារតែយើងអត់បាន delete អាកន្លែងនេះអញ្ចឹងយើងមើលទៅយើងអត់ដឹងថាអាហ្នឹងវាពលាបានណាអញ្ចឹងដើម្បីឲ្យយើងមើលដឹងថាវាពលាបានយើងត្រូវ delete អា backup នេះចោលសិនហើយយើងពលាសារថ្មីអញ្ចឹងយើងពលាសារថ្មីមកថា dash xvf ហើយ backup dot ថា ls ឃើញ backup នោះមកវិញអត់មួយទៀតចុះបើសិនជាយើងខ្ញុំ delete អា backup នេះចោលសិនom om delete ហើយបន្ទាប់មកយើង compress វា gzip backup dash task slow មកហើយgzip backup dot task ls task dot gzip dash xvf backup dot task dot gz li អូខេចឹងដើម្បីឲ្យយើងអានarchive យើងប្រើ x នេះ xvf x មកពីពាក្យថា extract យើង extract អា file backup មកវិញណាព្រោះមុនដំបូងយើងបាន delete អា file backup នឹងចោលហើយមួយទៀតធម្មតាបើសិនជាយើងចង់ compress ទៅលើ backup នេះយើងមិនត្រូវការបង្កើត archive center តែយើងមានវិធីសាស្ត្រមួយទៀតយើងចង់ compress directory backup នេះចង់បង្កើត directory backup នេះយើងចង់ compress ទៅលើ directory backup នេះយើងអត់ហត់ទៅបង្កើត archive ទេមានន័យថាយើងអាចបង្កើត archive ផងហើយនឹង compress វាផងអញ្ចឹងដើម្បីធ្វើអញ្ចឹងយើងមាន command line មួយយើងប្រើថាដែរហើយ dash x មាន set មានអក្សរ set នៅពីមុខ vf ហើយ backup dash task dot gz ហើយឈ្មោះ backup នេះខុស ls task dot
hc dot c c set vf dương hết anh bất cả này chứ mình mình dương bất cả đặt bán mình dương bất cả đặt bán chẳng như bất cả bán ấy chẳng dương bàn khai phóng hay năng dương compress phóng chẳng là bài ăn vía nhưng phải comment muối nhưng phải vậy tới comment biết con là time set pin một cái nhưng phải thom đã chẳng phải rồi khai dương phải lìa thom đã ít thật hay vì ai và tay dương mình set ở bên một vì hay backup dot set dùng play lục backup đi chào chẳng tịnh một đòn tiếp tham đòn tiếp khởi bài áp năm màu với nhật mùi tiết dương ạch phở comment mùi tiết mình một thà 10ยังអាចប្រើ comment មួយទៀតមានឈ្មោះថា zip សម្រាប់ multiple file សម្រាប់ file ច្រើនអីចឹងទៅសម្រាប់យើងមាន file ច្រើនឧទាហរណ៍ថាខ្ញុំមានfile 1 txt file 2 txt ចឹងខ្ញុំ zip វាទៅជា file តែមួយ10ហ្នឹងយើងអាចប្រើcombine ជា file តែមួយផងហើយនឹង compress វាផង file 1 txt file 2 txt ខ្ញុំភ្លេចដាក់ឈ្មោះចា៎ zip file zip file 1 txt file 2 txt នេះយើងបាន file zip នេះមួយឥឡូវខ្ញុំលុបfile ពីរនេះចេញសិនកុំឲ្យច្រឡំចឹងខ្ញុំអាន zip មកវិញដើម្បីពលាវាអាន zip file zip ឃើញអត់ឃើញ file មួយ file 2មកវិញអត់មួយទៀត
មួយទៀតបើសិនជាយើងចង់មើលទៅលើ zip file ហ្នឹងឧទាហរណ៍ថាយើងចង់មើលទៅលើ file នេះយើងចង់មើល direct ទៅលើ zip file ហ្នឹងហ្មងយើងមើលមិនយើងប្រើ zip information នេះ zip pin for zip pin for ឈ្មោះ file zip យើងអាចពន្យូបានមានន័យថាយើងអត់ហត់ extract វាយើងអាចពន្យូមើល file ហ្នឹងបានហើយវាមាន file 2មាន file 1អញ្ចឹងទៅចុះបើសិនជាយើងចង់ពន្យូទៅលើវាយើងចង់ឧទាហរណ៍ថាយើង compress ទៅលើ backup.task.gz នេះយើងចង់ពន្យូទៅលើវាយើងធ្វើម៉េចអញ្ចឹងយើងអាចប្រើ secret backup.gz អូខេអញ្ចឹងlesson យើងថ្ងៃហ្នឹងមានតែប៉ុណ្ណឹងអូខេចាំ see you នៅ lesson ក្រោយទៀត